សួស្តីអ្នកនេះស្វាគមន៍មកកាន់វីដេអូថ្មីយើងនឹងឲ្យថាមួយយ៉ាងនេះគឺសម្បូរក្មេងតាក់ទងជាមួយនឹងបញ្ហាក្អកមែនទេអញ្ចឹងយើងចង់នឹងថាតើការក្អកមកពីមូលហេតុអីសូមតាមដានស្ដាប់វីដេអូនេះទាំងអស់គ្នាដែលបណ្ដាលមកពីជំងឺផ្ដាសាយឬក៏មកពីការឆ្លងទៅនៅវីរុសផ្សេងៗដែលការឆ្លងទៅលើរូបផ្សេងឬក៏កើតជំងឺផ្ដាសាយនេះហើយដែលធ្វើឲ្យកុមារចាប់ផ្ដើមក្អកទី2តាក់ទងជាមួយនឹង allergy ឬក៏កុមារដែលគាត់មានបញ្ហាតាក់ទងជាមួយនឹងជំងឺហឺតការក្អកនេះគឺក្អកជាប់ខ្លាំងមែនទែនហើយដោយសារតែមានគេហៅថាសារធាតុ allergy ចូលមកក្នុងខ្លួនរបស់គាត់បូករួមជាមួយនឹងគាត់អ្នកជំងឺផ្ទាល់អាចមិនត្រូវជាមួយនឹងសត្វចិញ្ចឹមរបស់គាត់ដែលធ្វើឲ្យគាត់ចាប់ផ្ដើមក្អកខ្លាំងមែនទែនទី3អ្នកដែលគាត់មានគេហៅថាជំងឺគ្រូកុមារដែលកើតនៅជំងឺគ្រូបែបនេះគឺការក្អករបស់គាត់គឺក្អកខ្លាំងមែនទែនក្អកដូចជារបៀបឆ្កែព្រុសចិត្តដែលបណ្ដាលមកពីការឆ្លងវីរុសហើយវីរុសទាំងអស់នោះគឺវាបានទៅធ្វើទុកនៅផ្លូវដង្ហើមផ្នែកខាងលើដែលធ្វើឲ្យកុមារចាប់ផ្ដើមក្អកបែបនេះទី4គឺចំពោះកុមារដែលគាត់មានបញ្ហារលាកនៅទងសួតឬក៏កុមារដែលគាត់មានបញ្ហាជំងឺរលាកសួតតែម្ដងហើយការរលាកទងសួតនិងការរលាកសួតបែបនេះគឺធ្វើឲ្យកុមារក្អកខ្លាំងមែនទែនគឺអកមកគឺមកមានស្លេសមកជាមួយហើយស្លេសអាចមករបៀបជាលឿងឬក៏មានលក្ខណៈខៀវអីមកជាមួយគឺបែបទី5តើតើជាមួយនឹងជំងឺក្អកមាន់កុមារអាចកើតនៅជំងឺក្អកមាន់ហើយការក្អកនេះគឺក្អកខ្លាំងមែនទែនហើយភាគច្រើនសំឡេងរបស់វាគឺបែបទី6ដែលគេហៅថា post nasal dripការក្អកនេះគឺដោយសារតែវាមានស្លេសខ្លាំងមែនទែនដែលវាធ្លាក់ចូលមកទៅក្នុងពងកដែលវាធ្វើឲ្យស្ទះនៅផ្លូវដង្ហើមដែលធ្វើឲ្យកុមារចាប់ផ្ដើមក្អកខ្លាំងគឺនៅពេលយប់តែម្ដងចំណុចទី7គឺតាក់ទងជាមួយទៅនឹងការច្រាលទឹកអាស៊ីតពីក្នុងក្រពះមកវិញការច្រាលអាស៊ីតបែបនេះក៏អាចឲ្យកុមារក្អកដែរហើយក្អកនេះគឺក្អកជាប់តែម្ដងគេហៅថា rham rice ក្អកហ្មងហើយជាពិសេសគឺនៅពេលដែលកុមារបន្ទាប់ពីញ៉ាំអីមានថាបន្ទាប់ពីញ៉ាំអាហារអាស៊ីតកាហ្វេចាប់ច្រាលឡើងមកលើជាហេតុធ្វើឲ្យវាមាន reflex មួយគឺក្អកហើយទី8នេះគឺជាគេហៅថា foreign body ដែលជាសារធាតុមួយគឺដែលគឺជាវត្ថុមួយដែលស្ថិតនៅក្រៅពីសារពាង្គកាយរបស់យើងអញ្ចឹងនៅពេលដែលវាចាប់ផ្ដើមចូលទៅក្នុងសារពាង្គកាយរបស់យើងវាធ្វើឲ្យយើងចាប់ផ្ដើមមានការក្អកជាមួយទៅនឹងសារធាតុដែលបានជ្រៀតចូលនោះអញ្ចឹងមានន័យថានៅពេលដែលវាចាប់ផ្ដើមឆ្លងចូលមកភ្លាមគឺយើងចាប់ផ្ដើមក្អកខ្លាំងតែម្ដងហើយការក្អកនេះក៏គេចែកចេញជា4សំខាន់ទី1ក្អកស្ងួតក្អកស្ងួតនេះគឺភាគច្រើនបង្កឡើងមកពីវីរុសឬក៏ការ allergy ឬក៏អ្នកដែលគាត់មានបញ្ហាជាមួយនឹងជំងឺហឺតដែលធ្វើឲ្យកុមារក្អកខ្លាំងមែនទែនប៉ុន្តែអត់មានស្លេសមកជាមួយទេអញ្ចឹងទី1ក្អកស្ងួតទី2គឺប្រកបជាក្អកមកមានស្លេសហើយការក្អកមានស្លេសនេះគឺភាគច្រើនគឺស្លេសហ្នឹងគឺខាប់ខ្លាំងមែនទែនតែអាចបណ្ដាលមកពីការរលាកទងសួតឬក៏មកពីមានការរលាកសាច់សួតចំពោះកុមារទី3គេហៅថា vacuum cause ដែលថាក្អកដូចឆ្កែពុះចិត្តហើយភាគច្រើនអាហ្នឹងគឺវាប៉ះពាល់ទៅលើ vocal cord តើតជាមួយនឹងបំពង់សម្លេងរបស់យើងវាធ្វើឲ្យការក្អកគឺក្អកខ្លាំងមែនតើក្អកឬស្អកហើយអកមាន់វិញគឺវាក្អកខ្លាំងមែនតើគឺវា fit ទៅលើអា gapping នៃសម្រាប់ដកដង្ហើមមកនិយាយហ្នឹងអញ្ចឹងគឺក្អកជាប់គ្នា
ចំណែកឯ night time course វិញអានេះភាគច្រើនគឺដោយសារតែអាប៉ុស nasal tree របស់យើងហ្នឹងវាដែលចូលមកក្នុងបំពង់កអញ្ចឹង slash ហ្នឹងវាចាប់ផ្ដើមស្ទះនៅបំពង់ខ្យល់បំពង់កចាប់ផ្ដើមធ្វើឲ្យវាមានការកកឡើងហើយជាពិសេសគឺភាគច្រើនគឺយើងឃើញនៅអ្នកជំងឺ asthma ដែរដោយសារតែវាស្ទះនៅគេហៅថា air flow ហ្នឹងគឺអត់បានល្អចុះបើសិនជាការកកនេះនៅតែបន្តកកចង់សំណួរសួរទៅវិញថាតើពេលណាទើបយើងអាចនាំកុមារមកជួបពេទ្យបានអញ្ចឹងទាំងនេះគឺជាចម្លើយឬក៏គឺជាសញ្ញាទាំងមួយចំនួនដែលអ្នកទាំងអស់គ្នាអាចនាំទៅមកជួបពេទ្យបានអញ្ចឹងបើសិនបើការក្អករបស់កូនលោកអ្នកលើសពី2សប្តាហ៍អ្នកទាំងអស់គ្នាគួរតែនាំទៅជួបគ្រូពេទ្យដែលនៅជិតលោកអ្នកបំផុតតែភាគច្រើនខ្ញុំជឿថាអ្នកទាំងអស់គ្នាមិនដែលបណ្ដោយកូនទៅរកទុយរបស់អ្នកទាំងអស់គ្នាកូនកុមារទុយរបស់អ្នកទាំងអស់គ្នារហូតក្អករហូតដល់2សប្តាហ៍នោះទេទី2គឺតកតងជាមួយនឹងការពិបាកនៅក្នុងការដកដង្ហើមឬក៏វាមានសម្លេងនៅពេលដែលគាត់គេងទៅមានសម្លេងដូចឆ្មាសមុកហើយដកដង្ហើមញាប់នេះក៏ជាចំណុចមួយដែលអ្នកទាំងអស់គ្នាត្រូវតែនាំគាត់មកកាន់មន្ទីរពេទ្យឬក៏មកជួបដើម្បីជួបជាមួយទៅនឹងគ្រូពេទ្យផងដែរទី3ចំពោះកុមារដែលគាត់មានកម្ដៅនៅក្នុងខ្លួនលើសពី38អង្សាសេអ្នកទាំងអស់គ្នាក៏ត្រូវតែនាំគាត់មកជួបគ្រូពេទ្យដែរទី4បើសិនបើការក្អកនោះក្អកខ្លាំងមែនទែនហើយមានលីស្លេសមកជាមួយមានរបៀបថាដូចជាមានឈាមឬក៏ក្អកនោះចាប់ផ្ដើមធ្វើឲ្យកុមារឬក៏ទារកតូចនោះចាប់ផ្ដើមបបោមាត់របស់គាត់ឡើងស្លេកស្លាំងឬក៏ពណ៌ខៀវហើយផ្ទៃមុខរបស់គាត់ចាប់ផ្ដើមស្លេកស្លាំងឬក៏ពណ៌ខៀវអ្នកទាំងអស់គ្នាត្រូវតែបញ្ញាប់នាំគាត់មកកាន់មន្ទីរពេទ្យជាបន្ទាន់ហើយចំណុចចុងក្រោយនោះបើសិនបើកុមារតូចឬក៏ទារកតូចដែលគាត់មានសញ្ញាបាត់បង់ជាតិទឹកតែយើងអាចសម្គាល់មកបានទៅលើបបោមាត់របស់គាត់មានអាការៈប្រេះគាត់យកមកអត់មានទឹកភ្នែកហើយទឹកនោមរបស់គាត់គឺតិចតួចបំផុតនោះអ្នកទាំងអស់គ្នាអាចដឹងថាទារកឬក៏កុមារតូចនោះកំពុងតែបាត់បង់ជាតិទឹកហើយអញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែបញ្ញាប់នាំគាត់មកកាន់មន្ទីរពេទ្យដើម្បីជួបជាមួយនឹងគ្រូពេទ្យជាបន្ទាន់តែនេះគឺជាចំណុចមួយចំនួនដែលអ្នកទាំងអស់គ្នាត្រូវតែយកចិត្តទុកដាក់ដើម្បីនាំកូនអ្នកទាំងអស់គ្នាមកជួបជាមួយទៅនឹងគ្រូពេទ្យចុះបើសិនបើជួបឡើងវិញបើសិនបើអ្នកទាំងអស់គ្នានៅឆ្ងាយឬក៏មើលទៅអាការៈក្អករបស់គាត់ដូចជាមិនធ្ងន់ធ្ងរនោះទេថាតើយើងមានមធ្យោបាយសម្រាប់ដោះស្រាយនៅពេលបន្ទាប់ចឹងទាំងនេះគឺជា5សញ្ញាដែលអ្នកទាំងអស់គ្នាអាចធ្វើនៅផ្ទះបានបើសិនបើកុមារតូចរបស់អ្នកទាំងអស់គ្នាមានការកកទី1បើសិនបើបាត់បង់ជាតិទឹកអ្នកទាំងអស់គ្នាត្រូវតែប្រគប់ជាតិទឹកឲ្យគាត់វិញតាមរយៈការញ៉ាំទឹកក្តៅឧណ្ហទីទៅឬញ៉ាំស៊ុបឬក៏តែណាដែលមានរបៀបរសជាតិជាងកាមដែលធ្វើឲ្យជាតិទឹកអាចគ្រប់ឡើងវិញបានលឿនហើយកាត់បន្ថយការកករបស់គាត់បានទី2ទឹកឃ្មុំប៉ុន្តែទឹកឃ្មុំនេះយើងមិនអាចប្រើចំពោះកុមារដែលគាត់មានអាយុក្រោម1ឆ្នាំនោះទេយើងទឹកឃ្មុំយើងអាចលាយជាមួយនឹងទឹកក្តៅឧណ្ហឲ្យគាត់ញ៉ាំទីម្ដងទៅដើម្បីជួយឲ្យពងករបស់គាត់ស្លាស់ហើយកាត់បន្ថយការកកទី3គឺយើងត្រូវប្រើម៉ាស៊ីនសំណើមដើម្បីផ្ដល់សំណើមនៅក្នុងបន្ទប់ឬក៏ផ្ទះឬក៏បរិយាកាសដែលនៅជុំវិញមកអ្នកទាំងគ្នាឲ្យវាមានសំណើមដើម្បីជួយកាត់បន្ថយការកករបស់កុមារឬមួយយ៉ាងទៀតអាចធ្វើឲ្យវាបន្សុទ្ធខ្យល់ផងដែរហើយទៅពេលដែលខ្យល់បរិសុទ្ធធ្វើឲ្យក្អកនោះគឺចាប់ដើមថយចុះឯងតែម្ដងទី4គឺតកតងជាមួយនឹងការលាងជាមួយគេហៅsaline drop ឬក៏ nasal suction អ្នកទាំងអស់គ្នាអាចធ្វើការលាងជាមួយដើម្បីកុំឲ្យច្រមុះកុមារទូចហ្នឹងគឺគេថាតឹងនៅខាងក្នុងច្រមុះនៅពេលដែលយើងចាប់ផ្ដើមលាងឬក៏បាញ់ច្រមុះពីខាងក្នុងមកអញ្ចឹងច្រមុះកុមារចាប់ផ្ដើមស្លាស់ល្អ clean ស្អាតហើយអញ្ចឹងវាធ្វើឲ្យកុមារអត់មានការអត់នោះទេទី5គឺត្រូវតែសម្រាកឲ្យបានច្រើនដែលជួយឲ្យរាងកាយរបស់កុមារអាចប្រយុទ្ធជាមួយទៅនឹងមេរោគបាននោះការក្អកវានឹងកាត់បន្ថយផងដែរចុះសួរមកវិញថាច
ចុះមានបើការខកបែបហ្នឹងតើយើងអាចប្រើប្រាស់ថ្នាំមកបានខ្លះជាទូទៅបើសិនបើអ្នកទាំងអស់គ្នាមាន0នៅផ្ទះអ្នកទាំងអស់គ្នាអាចផ្ដល់ជាថ្នាំ0ម្ដងទៅដើម្បីយកមកជួបគ្រូពេទ្យប៉ុន្តែបើសិនបើករណីកុមារដែលគាត់មានអាយុក្រោម6ខែអ្នកទាំងអស់គ្នាពុំគូឲ្យថ្នាំដោយឯងទេអ្នកទាំងអស់គ្នាគូតែពិភាក្សាជាមួយទៅនឹងគ្រូពេទ្យតែសារតែសម័យឥឡូវនេះគឺងាយស្រួលទេយើងអាចភាសាអនឡាញជាមួយនឹងគ្រូពេទ្យបានហើយគ្រូពេទ្យនឹងអាចណែនាំឲ្យអ្នកទាំងអស់គ្នាអាចប្រើថ្នាំសង្គ្រោះបឋមបានបើសិនបើករណីកូនអ្នកទាំងអស់គ្នានៅឆ្ងាយហើយអ្នកទាំងអស់គ្នាមានថ្នាំតែអត់ដឹងថាប្រើមួយណាអ្នកទាំងអស់គ្នាអាចសាកសួរនឹងគាត់បានហើយអ្នកទាំងអស់គ្នាអាចបើសិនជាក្រៅខ្លួនអ្នកទាំងអស់គ្នាអាចប្រើថ្នាំបញ្ចុះកម្ដៅដូចជា paracetamol ឬក៏ ibuprofen ដើម្បីបញ្ចុះកម្ដៅរបស់គាត់ឲ្យចុះមកធម្មតាវិញមុននឹងអ្នកទាំងអស់គ្នាយកទៅកាន់មន្ទីរពេទ្យដើម្បីជួបជាមួយទៅនឹងគ្រូពេទ្យចំណុចចុងក្រោយបើសិនបើកូនអ្នកទាំងអស់គ្នាធ្លាប់មានបទពិសោធន៍នៅក្នុងការរលាកទងសួតឬក៏គាត់តទៅជាមួយនឹងបញ្ហាជំងឺហឺតប្រកបណាស់អ្នកទាំងអស់គ្នានឹងមានថ្នាំតទៅជាមួយទៅនឹងជំងឺហឺតរបស់គាត់អាចមានលក្ខណៈដូចជាថ្នាំស្ពងឬក៏ថ្នាំអ្វីផ្សេងៗទៀតដែលគ្រូពេទ្យបានណែនាំឲ្យប្រើបើសិនបើការក្អករបស់គាត់ធ្វើទុកជាមួយនឹងបញ្ហាជំងឺទងសួតឬក៏ជំងឺហឺតនោះអ្នកទាំងអស់គ្នាអាចប្រើប្រាស់ថ្នាំនោះដើម្បីឲ្យរោគសញ្ញារបស់គាត់ចាប់ផ្ដើមកាត់បន្ថយមុនអ្នកទាំងអស់គ្នានាំមកជួបគ្រូពេទ្យករណីបើសិនជាអ្នកទាំងអស់គ្នាផ្ទះនៅជិតមន្ទីរពេទ្យទេនោះអ្នកទាំងអស់គ្នាប្រញាប់នាំគាត់មកកាន់មន្ទីរពេទ្យឲ្យបានលឿនកាន់តែល្អបើសិនបើអ្នកទាំងអស់គ្នាគិតថាវីដេអូនេះល្អសូមអ្នកទាំងអស់គ្នាជួយចែករំលែកវីដេអូនេះទៅកាន់មនុស្សជាទីស្រឡាញ់មួយវិញទៀតបើសិនបើអ្នកទាំងអស់គ្នាថ្មីទើបតែចាប់ដើមតាមដាន channel របស់ខ្ញុំទេសូមមេត្តាជួយ subscribe នៅ channel របស់ខ្ញុំនេះដើម្បីទទួលបានព័ត៌មានទាក់ទងជាមួយទៅនឹងបញ្ហាសុខភាពរបស់កុមារនិង tip គន្លឹះសំខាន់ៗមួយចំនួនទៀតហើយបើសិនជាអ្នកទាំងអស់គ្នាមានបញ្ហាឬក៏ចម្ងល់អ្វីទាក់ទងជាមួយទៅនឹងបញ្ហាសុខភាពអ្នកទាំងអស់គ្នាអាច comment នៅខាងក្រោមនៃវីដេអូនេះខ្ញុំនឹងឆ្លើយជូនរបស់អ្នកទាំងអស់គ្នានៅពេលនេះខ្ញុំសូមអរគុណសូមជម្រាបលាបាយបាយ